I need to finish this report by tomorrow. ខ្ញុំត្រូវបញ្ចប់របាយការណ៍នេះឲ្យបានមុនថ្ងៃស្អែក Could you please send me the details? តើអ្នកអាចផ្ញើព័ត៌មានលម្អិតឲ្យខ្ញុំបានទេ I was busy all day yesterday. ម្សិលមិញខ្ញុំរវល់ពេញមួយថ្ងៃ Let's meet after class. តោះជួបគ្នាបន្ទាប់ពីរៀនចប់ I really appreciate your help. ខ្ញុំពិតជាដឹងគុណចំពោះជំនួយរបស់អ្នក The train arrived earlier than expected. រថភ្លើងបានមកដល់លឿនជាងការរំពឹងទុក I forgot to set my alarm. ខ្ញុំភ្លេចដាក់ម៉ោងរោទ Please wait for me outside. សូមរងចាំខ្ញុំនៅខាងក្រៅ I have been studying English for several years. ខ្ញុំបានសិក្សាភាសាអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ We should leave before it gets dark. យើងគួរតែចេញដំណើរមុនពេលមេឃងឹត I don't have enough time today. ថ្ងៃនេះខ្ញុំមិនមានពេលគ្រប់គ្រាន់ទេ Can you recommend a good book? តើអ្នកអាចណែនាំសៀវភៅល្អមួយក្បាលឲ្យខ្ញុំបានទេ I need to buy some groceries. ខ្ញុំត្រូវទៅទិញគ្រឿងទេសខ្លះ The store closes at 9 o'clock. ហាងបិទនៅម៉ោង 9 យប់ I am looking for a new job. ខ្ញុំកំពុងស្វែងរកការងារថ្មី She always keeps her promises. នាងតែងតែរក្សាការសន្យារបស់នាង We had a productive meeting this morning. ព្រឹកនេះយើងមានកិច្ចប្រជុំដែលមានប្រសិទ្ធភាព I don't understand this question. ខ្ញុំមិនយល់សំណួរនេះទេ Please check your email regularly. សូមពិនិត្យអ៊ីមែលរបស់អ្នកឲ្យបានទៀងទាត់ The internet connection is very slow. ការភ្ជាប់អ៊ីនធឺណិតយឺតខ្លាំងណាស់ I enjoy learning new skills. ខ្ញុំចូលចិត្តរៀនជំនាញថ្មី Could you tell me how to get there? តើអ្នកអាចប្រាប់ខ្ញុំពីវិធីទៅទីនោះបានទេ I have already completed the assignment. ខ្ញុំបានបញ្ចប់កិច្ចការនោះរួចហើយ We need more information before deciding. យើងត្រូវការព័ត៌មានបន្ថែមមុននឹងសម្រេចចិត្ត The lesson was interesting and useful. មេរៀននេះគួរឲ្យចាប់អារម្មណ៍និងមានប្រយោជន៍ I am trying to eat healthier food. ខ្ញុំកំពុងព្យាយាមញ៉ាំអាហារដែលមានសុខភាពល្អជាងមុន Please turn off the lights before leaving. សូមបិទភ្លើងមុនពេលចេញទៅ I spent the weekend with my family. ខ្ញុំបានចំណាយពេលចុងសប្តាហ៍ជាមួយគ្រួសាររបស់ខ្ញុំ He is one of my closest friends. គាត់គឺជាមិត្តជិតស្និទ្ធម្នាក់របស់ខ្ញុំ I would like to improve my writing skills. ខ្ញុំចង់អភិវឌ្ឍជំនាញសរសេររបស់ខ្ញុំ We should avoid making the same mistake. យើងគួរជៀសវាងការធ្វើកំហុសដដែល I was impressed by her presentation. ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការធ្វើបទបង្ហាញរបស់នាង Could you explain the process to me? តើអ្នកអាចពន្យល់ដំណើរការនេះឲ្យខ្ញុំបានទេ I need to organize my schedule. ខ្ញុំត្រូវរៀបចំកាលវិភាគរបស់ខ្ញុំ The bus was crowded this morning. ព្រឹកនេះឡានក្រុងមានមនុស្សច្រើនណាស់ I often go for a walk in the evening. ខ្ញុំតែងតែដើរលេងនៅពេលល្ងាច We have plenty of time. យើងមានពេលវេលាគ្រប់គ្រាន់ Please don't forget our appointment. សូមកុំភ្លេចការណាត់ជួបរបស់យើង I am proud of my achievements. ខ្ញុំមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្ញុំ The food tasted amazing. ម្ហូបនោះមានរសជាតិឆ្ងាញ់អស្ចារ្យ I need to practice speaking more often. ខ្ញុំត្រូវហាត់និយាយឲ្យបានញឹកញាប់ជាងមុន We should respect the rules. យើងគួរគោរពច្បាប់ I have never been to that place. ខ្ញុំមិនដែលទៅកន្លែងនោះទេ Could you help me carry these boxes? តើអ្នកអាចជួយខ្ញុំលើកប្រអប់ទាំងនេះបានទេ I am looking forward to the holidays. ខ្ញុំកំពុងទន្ទឹងរង់ចាំថ្ងៃឈប់សម្រាក The project requires careful planning. គម្រោងនេះត្រូវការការរៀបចំផែនការដោយប្រុងប្រយ័ត្ន Please keep your room clean. សូមរក្សាបន្ទប់របស់អ្នកឲ្យស្អាត I had trouble finding the address. ខ្ញុំពិបាករកអាសយដ្ឋាននោះ We need to work together as a team. យើងត្រូវធ្វើការជាមួយគ្នាជាក្រុម I feel much better today. ថ្ងៃនេះខ្ញុំមានអារម្មណ៍ប្រសើរជាងមុនច្រើន
The book was difficult to understand. សៀវភៅនោះពិបាកយល់ Could you lend me a pen? តើអ្នកអាចឲ្យខ្ញុំខ្ចីប៊ិចមួយបានទេ I need some fresh air. ខ្ញុំត្រូវការខ្យល់បរិសុទ្ធខ្លះ We should arrive on time. យើងគួរតែមកដល់ឲ្យទាន់ពេល I don't want to cause any problems. ខ្ញុំមិនចង់បង្កបញ្ហាអ្វីឡើយ Please take care of yourself. សូមថែរក្សាខ្លួនអ្នក I enjoy spending time outdoors. ខ្ញុំចូលចិត្តចំណាយពេលនៅខាងក្រៅ The meeting has been postponed. កិច្ចប្រជុំត្រូវបានពន្យាពេល I would like a cup of coffee. ខ្ញុំចង់បានកាហ្វេមួយកែវ We need to solve this problem quickly. យើងត្រូវដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស I can't find my wallet. ខ្ញុំរកកាបូបលុយរបស់ខ្ញុំមិនឃើញទេ Could you close the door, please? តើអ្នកអាចបិទទ្វារបានទេ I have a lot of work to do. ខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើ The movie received excellent reviews. ភាពយន្តនោះទទួលបានការវាយតម្លៃល្អប្រសើរខ្លាំង I usually exercise 3 times a week. ជាធម្មតាខ្ញុំហាត់ប្រាណ3ដងក្នុងមួយសប្តាហ៍ We should listen carefully. យើងគួរស្ដាប់ដោយយកចិត្តទុកដាក់ I was surprised by the result. ខ្ញុំភ្ញាក់ផ្អើលចំពោះលទ្ធផលនោះ Please write your name clearly. សូមសរសេរឈ្មោះរបស់អ្នកឲ្យច្បាស់ I need to make a phone call. ខ្ញុំត្រូវធ្វើការហៅទូរស័ព្ទមួយ The weather is perfect today. ថ្ងៃនេះអាកាសធាតុល្អឥតខ្ចោះ I enjoy talking with my friends. ខ្ញុំចូលចិត្តនិយាយជាមួយមិត្តភ័ក្តិរបស់ខ្ញុំ Could you give me another chance? តើអ្នកអាចផ្ដល់ឱកាសមួយទៀតដល់ខ្ញុំបានទេ I am satisfied with the outcome. ខ្ញុំពេញចិត្តនឹងលទ្ធផលដែលទទួលបាន We should learn from our mistakes. យើងគួររៀនពីកំហុសរបស់យើង I have been waiting for this opportunity. ខ្ញុំបានរងចាំឱកាសនេះជាយូរមកហើយ Please be careful with that glass. សូមប្រុងប្រយ័ត្នជាមួយកែវនោះ I don't have any experience in this field. ខ្ញុំមិនមានបទពិសោធន៍ក្នុងវិស័យនេះទេ The teacher explained the lesson well. គ្រូបានពន្យល់មេរៀនបានយ៉ាងល្អ I need to improve my confidence. ខ្ញុំត្រូវបង្កើនទំនុកចិត្តរបស់ខ្ញុំ We should be grateful for what we have. យើងគួរដឹងគុណចំពោះអ្វីដែលយើងមាន I had an interesting conversation with him. ខ្ញុំបានជែកគ្នាយ៉ាងគួរឲ្យចាប់អារម្មណ៍ជាមួយគាត់ Could you show me the way? តើអ្នកអាចបង្ហាញផ្លូវឲ្យខ្ញុំបានទេ I am concerned about the future. ខ្ញុំបារម្ភអំពីអនាគត The road was blocked by traffic. ផ្លូវត្រូវបានកកស្ទះដោយសារចរាចរណ៍ I need to finish reading this chapter. ខ្ញុំត្រូវបញ្ចប់ការអានជំពូកនេះ We should help those in need. យើងគួរជួយអ្នកដែលកំពុងត្រូវការជំនួយ I feel tired after a long day. ខ្ញុំមានអារម្មណ៍នឿយហត់បន្ទាប់ពីថ្ងៃដ៏យូរមួយ Please let me know your decision. សូមប្រាប់ខ្ញុំអំពីការសម្រេចចិត្តរបស់អ្នក I enjoy trying different kinds of food. ខ្ញុំចូលចិត្តសាកល្បងអាហារផ្សេង The hotel was comfortable and clean. សណ្ឋាគារនោះមានផាសុកភាពនិងស្អាត I need to save this document. ខ្ញុំត្រូវរក្សាទុកឯកសារនេះ We should stay focused on our goals. យើងគួរផ្ដោតលើគោលដៅរបស់យើង I have learned a lot from this experience. ខ្ញុំបានរៀនអ្វីជាច្រើនពីបទពិសោធន៍នេះ Could you speak a little louder? តើអ្នកអាចនិយាយឲ្យជាងនេះបន្តិចបានទេ I am responsible for this task. ខ្ញុំទទួលខុសត្រូវលើកិច្ចការនេះ The service was excellent. សេវាកម្មនោះល្អឥតខ្ចោះ I need to prepare for the exam. ខ្ញុំត្រូវត្រៀមខ្លួនសម្រាប់ការប្រឡង We should think before we act. យើងគួរគិតមុននឹងធ្វើសកម្មភាព I hope everything turns out well. ខ្ញុំសង្ឃឹមថាអ្វីនឹងដំណើរការល្អ Thank you for your time and support. សូមអរគុណចំពោះពេលវេលានិងការគាំទ្ររបស់អ្នក